នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington ច្បាប់ជឿនច័ន្ទបុត្រស៊ូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអាទិត្យ8កើតខែបុស្សឆ្នាំវកអត្តស័កពុទ្ធសករាជ2560ដែលត្រូវនៅថ្ងៃទី5ខែមីនាគ្រិស្តសករាជ2017បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនត្រូវបានសារព័ត៌មាន Fresh News អះអាងថាបានទទួលស្គាល់សម្លេងបែកធ្លាយកិច្ចសន្ទនារវាងលោកនិងលោកកឹមសុខាសកម្មជនគណៈបកប្រឆាំងខ្លះនៅឃុំស្រយងខេត្តកំពង់ធំសម្ដែងការមិនពេញចិត្តក្នុងការជ្រើសរើសបេក្ខជនឃុំមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបើកពិនិត្យព្យាបាលជំងឺភ្នែកជូនពលរដ្ឋដោយមិនគិតថ្លៃចូលរួមអបអរសាទរទិវាសិទ្ធិនារី8មិនិនារដ្ឋមន្ត្រីក្រសួងវប្បធម៌អះអាងថាការបដូរសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទៅកាន់ទីតាំងថ្មីគឺដើម្បីយកដីពង្រីកសារមន្ទីរជាតិរួមនឹងព័ត៌មានដទៃទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទជួនចាត់បុតស៊ូមជូនព័ត៌មានពិស្ដាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីរាត្រីថ្ងៃទី4ខែមីនាម្សិលមិញត្រូវបានសារព័ត៌មាន Fresh News អះអាងថាបានទទួលស្គាល់សម្លេងនៃកិច្ចសន្ទនាតាមទូរស័ព្ទមួយដែលលោកបញ្ជាក់ថាលោកបាននិយាយជាមួយលោកកឹមសុខាប្រធានគណៈបកសង្គ្រោះជាតិការផ្សាយរបស់ Fresh News ថាលោកហ៊ុនសែនទទួលស្គាល់សម្លេងរបស់លោកនេះក្រោយពេលដែលសារព័ត៌មាននេះបានផ្សាយបន្តនៅសម្លេងកិច្ចសន្ទនាឆ្លើយឆ្លងរវាងមេដឹកនាំគណៈបកទាំងពីររួចមកអ្នកប្រើប្រាស់ Facebook ដែលមានឈ្មោះថាហ៊ុនសែនបានអធិប្បាយឬ comment លើទំព័រ Facebook របស់ Fresh News ថាលោកបានទទួលស្គាល់សម្លេងនិងខ្លឹមសារនៃកិច្ចសន្ទនានោះក៏ប៉ុន្តែលោកបញ្ជាក់ថាត្រង់លោកកឹមសុខាមិនទទួលស្គាល់ឬទទួលស្គាល់គឺជាសិទ្ធិរបស់លោកកឹមសុខាអ្នកប្រើប្រាស់ Facebook ដែលមានឈ្មោះលោកហ៊ុនសែននោះបន្ថែមទៀតថាលោកបាននិយាយឆ្លើយឆ្លងជាមួយលោកកឹមសុខាតាមទូរស័ព្ទជាច្រើនលើកនិងឆ្លើយឆ្លងតាមបណ្ដាញមួយទៀតឈ្មោះ WhatsApp ជាច្រើនដងទោះជាយ៉ាងណាក៏ដោយក៏ម្ចាស់ account ឈ្មោះហ៊ុនសែននោះមិនបានបញ្ជាក់ថានរណាជាអ្នកលួចថតសម្លេងឡើយដោយគ្រាន់តែបញ្ជាក់ថាភ្ញាក់ផ្អើលចំពោះម្ចាស់ page ឈ្មោះសីហាដែលមានសមត្ថភាពលួចស្ដាប់កិច្ចសន្ទនារវាងលោកនិងលោកកឹមសុខាលោកបន្តថាលោកធ្លាប់ដឹងថាមានតែចារកម្មអាមេរិកទេដែលបានលួចស្ដាប់មេដឹកនាំអាល្លឺម៉ង់និងអឺរ៉ុបមួយចំនួនទៀតទោះជាយ៉ាងណាក៏ដោយម្ចាស់ page ឈ្មោះលោកហ៊ុនសែននោះមិនបានមានប្រសាសន៍ថាលោកនឹងមានវិធានការយ៉ាងណាចំពោះការលេចចេញនៃសម្លេងកិច្ចសន្ទនានោះទេនៅក្នុងខ្សែអត្ថថតកិច្ចសន្ទនានោះសម្លេងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនឮច្បាស់ដូចជាថតចេញពីមាត់ផ្ទាល់រីឯសម្លេងរបស់លោកកឹមសុខាមិនសូវឮច្បាស់ហាក់ថតចេញពីទូរស័ព្ទការបញ្ចេញកិច្ចសន្ទនារវាងមេដឹកនាំគណៈបកទាំងពីរនេះគឺកើតឡើងមួយថ្ងៃក្រោយពេលដែលមានការបែកចេញនៅសារឆ្លើយឆ្លងដែលគេអះអាងថាធ្វើឡើងរវាងលោកកឹមសុខានិងតំណាងរាស្ត្រគណៈបកប្រឆាំងជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់លោកហ៊ុនសែនជុំវិញតំណែងប្រធានគណៈបកសង្គ្រោះជាតិការបែកចេញនៅសម្លេងកិច្ចសន្ទនានេះក៏បានធ្វើឡើងបន្ទាប់ពីលោកសំរងស៊ីបានផ្ញើសារអេឡិចត្រូនិកមួយបន្តពីអ្នកបញ្ជូនទៅលោកម្នាក់ទៅឲ្យអ្នកសារព័ត៌មានបញ្ចេញនូវកិច្ចសន្ទនាជាសារតាមទូរស័ព្ទរវាងកូនប្រុសលោកហ៊ុនសែនភរិយាលោកហ៊ុនសែននិងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតអាស៊ីសេរីពេលនេះកំពុងព្យាយាមតាក់ទងភាគីពាក់ព័ន្ធដទៃទៀតដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃសម្លេងកិច្ចសន្ទនាដែលបែកធ្លាយនេះអាស៊ីសេរីនឹងសូមអធិប្បាយពីលោកហ៊ុនសែននិងលោកកឹមសុខាដើម្បីបកស្រាយជុំវិញករណីនេះអាស៊ីសេរីពីខេត្តព្រះសីហនុឯនោះវិញមន្ទីរពេទ្យបង្អែកខេត្តបើកពិនិត្យព្យាបាលជំងឺភ្នែកជូនពលរដ្ឋមិនគិតថ្លៃរយៈពេល2ថ្ងៃដើម្បីអបអរទិវាបុណ្យសិទ្ធិនារី8មិនិនានិងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅទទួលសេវានេះឲ្យទាន់ពេលវេលាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបានកត់សម្គាល់ថាក្រោយរដ្ឋាភិបាលធ្វើកំណែទម្រង់វិស័យសុខាភិបាលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែងបង្កើតឲ្យមានកម្មវិធីមនុស្សធម៌បើកកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋខ្វះលទ្ធភាពព្យាបាលជំងឺនិងពលរដ្ឋក្រីក្រជាបន្តបន្ទាប់លោកដែលនាយកជាមានសេចក្តីរាយការណ៍ព័ត៌មាននេះ
ប្រធានមន្ត្រីពេទ្យបង្អែកខេត្តព្រះសីហនុលោកវិជ្ជបណ្ឌិតសេងនងមានប្រសាសន៍ថាកម្មវិធីសុខភាពភ្នែកសម្រាប់ស្ត្រីគ្រប់គ្នានេះនឹងបើកទទួលពិនិត្យព្យាបាលជំងឺភ្នែកដោយមិនយកថវិកាពីប្រជាពលរដ្ឋរយៈពេល2ថ្ងៃគឺចាប់ពីថ្ងៃទី9ដល់ថ្ងៃទី10ខែមីនាឆ្នាំ2017លោកវិជ្ជបណ្ឌិតសេងនងអំពាវនាវដល់ប្រជាពលរដ្ឋទូទៅដែលមានជំងឺភ្នែកមានដូចជាភ្នែកឡើងបាយនិងភ្នែកដុះកន្ទុយថ្លែនជាដើមត្រូវមកឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យព្យាបាលដោយមិនគិតថ្លៃតាមពេលម៉ោងធ្វើការងាររដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុឲ្យបានទាន់ពេលកំណត់ពីនេះឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែកហ្នឹងសូមមកទទួលសេវាព្យាបាលភ្នែកហ្នឹងគឺយើងអត់គិតថ្លៃទេហើយសូមឲ្យវាមានផលបាក់ទៅថ្ងៃក្រោយបើមានបញ្ហាភ្នែកយើងដឹងហើយវាផលបាក់ច្រើនណាស់តាំងអ្នកថែទាំតាំងពីការរកចំណូលប្រចាំគ្រួសារអីគឺភ្នែកសំខាន់មែនទែនព្រោះភ្នែកយើងស្អីក៏ដោយយើងប្រៀបនឹងកែវភ្នែកអញ្ចឹងកែវភ្នែកសំខាន់បំផុតអញ្ចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់ហ្នឹងចាប់អារម្មណ៍ហើយចូលរួមមកព្យាបាលឲ្យទាន់ពេលវេលាបាទប្រជាពលរដ្ឋមានជីវភាពក្រីក្រមួយចំនួនដែលធ្លាប់មករកសេវាពិនិត្យព្យាបាលភ្នែកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបង្ហាញការគាំទ្រថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលបានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តនេះនិងក្រុមគ្រូពេទ្យជំនាញបង្កើតកម្មវិធីមនុស្សធម៌ពិនិត្យព្យាបាលជំងឺជូនពលរដ្ឋក្រីក្រដោយមិនយកលុយជាបន្តបន្ទាប់មកនេះពួកគេសំណូមពរដល់ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុពិសេសលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យបន្តបង្កើតកម្មវិធីមនុស្សធម៌បើកពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឲ្យបានញឹកញាប់អាច1ខែម្ដងឬយ៉ាងហោចឲ្យបាន3ខែម្ដងដើម្បីជួយកាត់បន្ថយការចំណាយទៅលើសេវាព្យាបាលជំងឺរបស់ប្រជាពលរដ្ឋក្រីក្រហើយខ្វះលទ្ធភាពចំណាយទៅលើសេវាព្យាបាលជំងឺអ្នកសម្របសម្រួលសមាគមអាត60ប្រចាំខេត្តព្រះសីហនុអ្នកស្រីជាតិសុធារីគាំទ្រសកម្មភាពជាវិជ្ជមានរបស់ប្រធានមន្ទីរពេទ្យនិងបុគ្គលិកពេទ្យជំនាញគ្រប់ផ្នែកកំពុងបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលប៉ុន្មានឆ្នាំចុងក្រោយនេះបានបំពេញវិជ្ជាជីវៈមានការទទួលខុសត្រូវខ្ពស់និងមានការគាំទ្រពីប្រជាពលរដ្ឋជាបន្តបន្ទាប់អ្នកឃ្លាំមើលសង្គមរូបនេះគាំទ្រកម្មវិធីមនុស្សធម៌បើកពិនិត្យព្យាបាលជំងឺជូនពលរដ្ឋមិនគិតលុយដែលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានអនុវត្តកន្លងមកជាពិសេសការបង្កើតកម្មវិធីពិនិត្យព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋមិនគិតលុយដើម្បីអបអរទិវាសិទ្ធិនារី8មីនាឆ្នាំនេះអ្នកស្រីសុធារីទទួលស្គាល់ថាការធ្វើកំណែទម្រង់វិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលអាណត្តិនេះនាំឲ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមានការដឹកនាំទៅរកផ្លូវត្រូវនិងមន្ទីរពេទ្យមានការរីកចម្រើនយើងឃើញថាមន្ទីរពេទ្យបង្អែកខេត្តផ្សេងមុខនេះបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីសុខាភិបាលហើយស្វាគមន៍ចំពោះប្រជាពលរដ្ឋទូទៅជាពិសេសប្រជាពលរដ្ឋដែលក្រីក្រពួកគាត់បានទទួលសេវាហ្នឹងមានលក្ខណៈល្អប្រសើរជាងមុនហើយយើងឃើញថាក៏មានការយកចិត្តទុកដាក់ច្រើនជាងមុនដែរពីមន្ត្រីជំនាញនិងបុគ្គលិកទាំងអស់ព្រមទាំងប្រធានមន្ទីរពេទ្យទាំងដែរតែងតែត្រួតពិនិត្យទៅលើសហការីរបស់ខ្លួនក្នុងការបំពេញតួនាទីធ្វើយ៉ាងណាដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋផ្នែកការថែទាំសុខភាពនេះឲ្យបានទាំងបរិមាណនិងគុណភាពប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុលោកវិជ្ជបណ្ឌិតសេងនងឲ្យដឹងថាការបង្កើតកម្មវិធីពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋមិនយកថវិកាដើម្បីអបអរទិវាបុណ្យសិទ្ធិនារី8មីនាឆ្នាំ2017នេះវាជាការអនុវត្តស្របតាមកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាលដាក់ឲ្យមន្ទីរពេទ្យបង្អែកខេត្តនេះអនុវត្តដោយមានកិច្ចសហការជាមួយអង្គការដៃគូខ្ញុំដែរនាយកជាអាស៊ីសេរីខេត្តព្រះសីហនុបាទលោកនាងជាទីមេត្រីសកម្មជនគណៈបកសង្គ្រោះជាតិឃុំស្រយងស្រុកបារាយខេត្តកំពង់ធំចោទប្រកាន់មន្ត្រីគណៈបកនេះថាជ្រើសរើសបេក្ខជនឃុំគ្មានតម្លាភាពនិងមិនបានគោរពតាមនីតិវិធីផ្ទៃក្នុងឡើយបន្ថែមពីនេះថែមទាំងបានចោទប្រកាន់ថាមានបកពួកនិយមថែមទៀតផងប្រធានប្រតិបត្តិស្រុកបារាយបានច្រានចោលការចោទប្រកាន់នេះនិងលើកឡើងថាការតវ៉ារបស់បេក្ខជនរូបនោះគឺមានអ្នកនៅពីក្រោយខ្នងថែមទៀតផងលោកសុតសុខប្រត្រារាយការណ៍ព័ត៌មាននេះពលរដ្ឋម្នាក់ដែលអះអាងថាខ្លួនជាសកម្មជនគណៈបកសង្គ្រោះជាតិប្រកាន់ជំហរថានឹងតវ៉ាចំពោះការរៀបចំបេក្ខជនឃុំស្រយងដែលបានជ្រើសរើសកន្លងមករហូតដល់មានដំណោះស្រាយការប្រកាន់ជំហរបែបនេះបន្ទាប់ពីលោករកឃើញថាការជ្រើសរើសបេក្ខជនឃុំគឺមានភាពមិនប្រក្រតីមួយចំនួនដូចជាគ្មានតម្លាភាពនឹងបកពួកនិយមម្យ៉ាងគឺក្រោយពេលសកម្មជនរូបនេះមិនបានជាប់ឈ្មោះនៅក្នុងការជ្រើសរើសបេក្ខជនឃុំនៅលេខរៀងដែលល្អសកម្មជននឹងជាបេក្ខជនឃុំស្រយងលោកអុកវ៉ាន់តូលើកឡើងថាគណៈកម្មការចំពោះកិច្ចរបស់គណៈបក
បានសម្រេចជ្រើសរើសបេក្ខជនចូលឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំនេះគឺមានចំនួន5រូបប៉ុន្តែមិនមានរូបលោកឡើយក្រុមហេតុផលថាលោកមិនមែនជាអ្នកតស៊ូចាស់លើពីនេះលោករកឃើញថាអ្នកចូលរួមថ្មីឬចូលប្រឡូកការងារបកប្រហាក់ប្រហែលនឹងលោកដែរប៉ុន្តែគេមានឈ្មោះនៅក្នុងការជ្រើសរើសនោះដោយអអន់ស្រពន់ចិត្តចំពោះរឿងនេះលោកបានស្នើសុំឲ្យថ្នាក់ស្រុកនិងថ្នាក់ខេត្តជួយសម្របសម្រួលដើម្បីធានាឲ្យបានតាមលទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌ប៉ុន្តែថ្នាក់លើមិនបានដោះស្រាយជូនលោកឡើយគណៈកម្មការចំពោះកិច្ចមិនបានធ្វើការគូគងទេគឺគាត់ប្រកាសយកតែម្ដងបាទគឺគាត់ប្រកាសបច្ចុប្បន្នទាំង5រូបនេះតែម្ដងបាទដោយ5រូបនោះគឺមិនមានរូបខ្ញុំទេខ្ញុំចង់បាននោះគឺចង់បានឲ្យមានលក្ខណៈប្រជាធិបតេយ្យដើម្បីឲ្យមានតម្លាភាពនៅក្នុងបកនៅក្នុងកិច្ចសង្ឃរបស់បកគឺការគូគងបាទសកម្មជនដែលអះអាងថាខ្លួនបានប្រឡូកជាមួយគណៈបកប្រឆាំងប្រមាណ2ឆ្នាំរូបនេះនឹងទាមទារឲ្យមានការដោះស្រាយបន្តទៀតបើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសទទួលចុះបញ្ជីបេក្ខជនគណៈបកនយោបាយកាលពីថ្ងៃទី3មីនាក៏ដោយឆ្លើយតបបញ្ហានេះប្រធានប្រតិបត្តិស្រុកបារាយគណៈបកសង្គ្រោះជាតិលោកកតសុភាពមានប្រសាសន៍ថានីតិវិធីជ្រើសរើសបេក្ខជនឃុំស្រយងដើម្បីត្រៀមសម្រាប់ប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ2017គឺរៀបចំឡើងដោយត្រឹមត្រូវដោយលោកអុកវ៉ាន់តូក៏ទទួលស្គាល់លទ្ធផលនៃការផ្គូផ្គងពេលនោះដែរលោកបន្តថាបេក្ខជនរូបនេះមិនមែនជាសកម្មជនគណៈបករបស់ខ្លួនឡើយដោយគ្រាន់តែជាអ្នកគាំទ្រគណៈបកសង្គ្រោះជាតិប៉ុណ្ណោះហើយការជំទាស់ពេលនេះគឺមានអ្នកនៅពីក្រោយខ្នងហើយឯកសារទាំងអស់ដែលគាត់ដាក់ទៅអ្នកនេះដាក់ទៅអ្នកនោះគ្មានអ្នកណាអើពើទេព្រោះអីខ្ញុំបានឯកសារដែលខ្ញុំបានអវត្តមានដែលគាត់ចូលរួមខ្ញុំមានទាំងអស់តែការគូគងរបស់គេនឹងគេត្រឹមត្រូវរបស់គេអញ្ចឹងលទ្ធផលដែលជាប់ដាក់ពីទៅនេះដាក់ពីទៅនោះគេអត់រួចឲ្យគាត់មូលហេតុដែលគាត់ធ្វើរឿងមិនសមហេតុសមផលមន្ត្រីគណៈបកសង្គ្រោះជាតិស្រុកបារាយដដែលបញ្ជាក់ថាការសម្រេចជ្រើសរើសបេក្ខភាពប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំគឺធ្វើឡើងកាលពីចុងឆ្នាំ2016ហើយទើបតែមានការជំទាស់នៅពេលថ្មីនេះលោកថាឈ្មោះបេក្ខភាពបោះឆ្នោតឃុំក៏បានបញ្ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចរាល់ហើយដូច្នេះការប្តឹងជំទាស់ពីសំណាក់បេក្ខជនរូបនោះគឺមិនអាចទៅរួចទេគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់យកថ្ងៃទី3មីនាជាថ្ងៃដំបូងនៃការចុះបញ្ជីឈ្មោះបេក្ខជនគណៈបកនយោបាយនៅតាមគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ជាង 1000 នៅទូទាំងប្រទេសទោះបីយ៉ាងនេះក្តីនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី31មករាមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិបញ្ជាក់ថាការប្រកួតប្រជែងផ្ទៃក្នុងតែងតែមានទំនាស់ប៉ុន្តែគណៈបកសង្គ្រោះជាតិមានយន្តការច្បាស់លាស់3ដំណាក់កាលដំណាក់កាលទី1បេក្ខជនត្រូវដាក់ពាក្យសុំឈរឈ្មោះដោយមានការជជែកគ្នានៅថ្នាក់មូលដ្ឋានទី2បើមានបញ្ហាមន្ត្រីគណៈបកត្រូវចុះណែនាំនិងសម្របសម្រួលហើយដំណាក់កាលទី3បើនៅតែមានបញ្ហាទៀតបេក្ខជនត្រូវឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសដោយផ្ទាល់ខ្ញុំបាទសោតសុកប្រាថ្នាអាស៊ីសេរីពីខេត្តកំពង់ចាមបាទតកតងនឹងការបោះឆ្នោតនេះដែរមន្ត្រីគណៈបកសង្គ្រោះជាតិប្រចាំខេត្តរតនគិរីបារម្ភពីការរៀបចំឯកសារមិនគ្រប់គ្រាន់ខណៈការចុះបញ្ជីឈ្មោះបេក្ខជនចូលឈ្មោះបោះឆ្នោតបានចំនួនតិចនៅឡើយនៅពេលកាលបរិច្ឆេទនៃការចុះបញ្ជីឈ្មោះដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាន់តែខិតដល់ថ្ងៃបញ្ចប់លោករដ្ឋាភិបាលរាយការណ៍ព័ត៌មាននេះមន្ត្រីគណៈបកសង្គ្រោះជាតិប្រចាំខេត្តរតនគិរីអះអាងនៅថ្ងៃទី4ខែមីនាថាតួលេខនៃការចុះបញ្ជីឈ្មោះបេក្ខជនចូលឈ្មោះប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណៈបកនេះទើបតែបាន 40% ក្នុងចំណោមឃុំសង្កាត់ចំនួន 50 នៅក្នុងខេត្តភាគឦសានមួយនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកជបកំណត់កាលបរិច្ឆេទចុះឈ្មោះបេក្ខជនគណៈបញ្ញយោបាយសម្រាប់ចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ចាប់ពីថ្ងៃទី3ដល់ថ្ងៃទី5ខែមីនាប្រធានគណៈកម្មការប្រតិបត្តិគណៈបក្សគ្រូជាតិខេត្តរតនគិរីលោករ៉ាន់សៃលឿតបន្ទោសទៅលើការយល់ដឹងមានកម្រិតរបស់មន្ត្រីបកនៅមូលដ្ឋានឃុំសង្កាត់ថាជាមូលហេតុធ្វើឲ្យការចុះឈ្មោះមិនបានពេញលេញទៅតាមគម្រោងរបស់គណៈបកបានគ្រោងទុកលោកទទួលស្គាល់ថាមន្ត្រីការងាររៀបចំចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់នានាបានជួយពន្យល់នីតិវិធីនៃការបំពេញបែបបទនេះដែរក៏ប៉ុន្តែភាពចន្លោះប្រហោងនិងការខ្វះខាតឯកសារនៅតែកើតមាននៅពេលដែលមន្ត្រីតំណាងគណៈបកបំពេញឯកសារស្នើសុំចុះបញ្ជីឈ្មោះនេះខាងខិចនេះគេអត់មានបញ្ហាជាមួយយើងទេមានតែគេជួយមកពីខាងគណៈបកខ្លួនខ្ញុំណាដែលយឺតយ៉ាវហ្នឹងដោយសារការរៀបចំនឹងការយល់អំពីនីតិវិធីពីបច្ចេកទេសរៀបចំនឹងតាមស្រុកនោះគឺមិនសូវយល់គណៈបក្សសង្គ្រោះជាតិខេត្តរតនគិរីរៀបចំបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនបានរួចរាល់ចំនួន49ឃុំសង្កាត់ក្នុងចំណោមឃុំសង្កាត់ចំនួន50ដើម្បីចូលរួមបោះឆ្នោតនាខែមិថុនាឆ្នាំ2017នាយកប្រតិបត្តិអង្គការ Netflix លោកសំគុណធីមីបញ្ជាក់ថា
មន្ត្រីគណៈបញ្ញោបាយនៅតាមមូលដ្ឋានត្រូវខិតខំធ្វើយ៉ាងណាជួយពន្យល់និងណែនាំការបំពេញបែបបទសុំចុះឈ្មោះបេក្ខជនរបស់ខ្លួនបានទាន់ពេលវេលាលោកថាពេលវេលាចុះឈ្មោះបេក្ខជនចុះឈ្មោះនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះដូច្នេះប្រសិនគណៈបកចុះបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនមិនបានទាន់ពេលវេលាគឺជារឿងសោកស្ដាយគណៈបកហ្នឹងគាត់ទៅជួយផងមន្ត្រីគាត់ហ្នឹងបើប្រសិនមានការយល់ដឹងពីនីតិវិធីណាដើម្បីឲ្យសម្រួលកិច្ចការហ្នឹងកុំឲ្យមានបញ្ហាគេបដិសេធអីចឹងណាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរីលោកប៉ែនឈុនឌីបញ្ជាក់ថាការបរិច្ឆេទចុះបញ្ជីឈ្មោះបេក្ខជនគណៈបកនយោបាយចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំនេះមានរយៈពេល3ថ្ងៃហេតុនេះមន្ត្រីគណៈបកនយោបាយនានាត្រូវបំពេញឯកសារសុំចុះឈ្មោះឲ្យទាន់ពេលវេលាកំណត់បើអត់ទាន់អត់ហើយអត់ទឹកប្រកួតប្រជែងទេតួលេខបណ្ដោះអាសន្នរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរីឲ្យដឹងថារហូតមកទល់នឹងម៉ោង4រសៀលថ្ងៃទី4ខែមីនាគណៈបកប្រជាធិបតេយ្យមូលដ្ឋានចុះបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនបានចំនួន7ឃុំសង្កាត់គណៈបកប្រជាជនចុះបញ្ជីឈ្មោះបានចំនួន50ឃុំសង្កាត់គណៈបកសង្គ្រោះជាតិចុះបាន29ឃុំសង្កាត់គណៈបកផ្នែករួមជាតិ11ឃុំសង្កាត់និងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន8ឃុំសង្កាត់ខ្ញុំរដ្ឋាវិសាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីលោកនាងពេលនេះកំពុងស្ដាប់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកមន្ត្រីនាំពាក្យរដ្ឋាភិបាលចាត់ទុកថាក្រសួងការបរទេសសហរដ្ឋអាមេរិកได้ចេញសេចក្តីថ្លែងការណ៍ប្រចាំឆ្នាំស្តីពីការរឹតបន្តឹងសិទ្ធិសេរីភាពកាន់តែខ្លាំងនៅកម្ពុជានោះគឺសហរដ្ឋអាមេរិកកំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតែប៉ុណ្ណោះនិងមិនឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងពង្រឹងនីតិរដ្ឋរបស់កម្ពុជានោះឡើយក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលយល់ថាប្រសិនបរដ្ឋាភិបាលទទួលស្គាល់ការរកឃើញរបស់អន្តរជាតិថាការរឹតបន្តឹងសេរីភាពមែននិងធ្វើការកែលម្អឡើងវិញវាជាផលប្រយោជន៍របស់កម្ពុជាលើឆាកអន្តរជាតិសូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍របស់លោករាជវិញ្ញូអំពីរឿងនេះអ្វីត្បិតដឹងថារដ្ឋាភិបាលកម្ពុជាកំពុងមិនពេញចិត្តនឹងតែងតែវាយប្រហារបកវិញចំថាសហរដ្ឋអាមេរិកជាមេរោគនាំឲ្យមានសង្គ្រាមនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាងគេនៅលើលោកក្តីក៏ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅតែចេញរបាយការណ៍ប្រចាំឆ្នាំ2016របស់ខ្លួនដែលបង្ហាញអំពីការរឹតបន្តឹងសិទ្ធិសេរីភាពកាន់តែធ្ងន់ធ្ងរនៅកម្ពុជារបាយការណ៍ថ្មីនេះមិនត្រឹមតែមិនទទួលបានការស្វាគមន៍ឡើយតែថែមទាំងត្រូវបានវាយបកជាថ្មីវិញថាសហរដ្ឋអាមេរិកកំពុងទាញចំណេញផលប្រយោជន៍ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាប៉ុណ្ណោះមន្ត្រីនាំពាក្យរដ្ឋាភិបាលលោកផៃស៊ីផានថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី4មិនិនាថាសហរដ្ឋអាមេរិកកំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលមានឯករាជ្យនិងអធិបតេយ្យភាពដែលមហាអំណាចមួយនេះធ្លាប់ធ្វើអន្តរាគមន៍ម្ដងរួចហើយនៅក្នុងឆ្នាំ1970ដែលរុញច្រាននៅកម្ពុជារលាយគ្មានសល់ហើយចាត់តាំងពីឆ្នាំ1979ទើបកម្ពុជាចាប់ផ្ដើមបង្កើតប្រព័ន្ធដឹកនាំដ៏ត្រឹមត្រូវដើម្បីពង្រឹងនីតិរដ្ឋឡើងវិញរបាយការណ៍នេះគ្រាន់តែជារបាយធ្វើឡើងដើម្បីផលប្រយោជន៍សហរដ្ឋអាមេរិកទៅជ្រៀតជ្រែកក្នុងប្រទេសឯករាជ្យហើយនិងអធិបតេយ្យភាពប្រតិកម្មជាថ្មីពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចំពោះសហរដ្ឋអាមេរិកនេះបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី3មិនិនាបានចេញរបាយការណ៍មួយស្តីពីការអនុវត្តសិទ្ធិមនុស្សប្រចាំឆ្នាំ2016នៅកម្ពុជារបាយការណ៍នេះរកឃើញថាបញ្ហាចម្បងដែលកម្ពុជាកំពុងជួបប្រទះរួមមានដូចជាប្រព័ន្ធតុលាការពុំមានប្រសិទ្ធភាពនិងស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយការកើនឡើងការរឹតបន្តឹងសេរីភាពនៃការនិយាយស្តីការបញ្ចេញមតិការប្រមូលផ្ដុំនិងការបង្កើតសហគមន៍មានការប្រើអំពើហិង្សានិងការចាប់ដាក់ពន្ធនាគារទាំងករណីជាក់ស្ដែងនិងករណីគំរាមកំហែងក្នុងគោលបំណងដើម្បីបំផិតបំភ័យគណៈបកដែលមាននិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាលនិងសង្គមស៊ីវិលក៏ដូចជាដើម្បីបង្ក្រាបសម្លេងដែលតវ៉ាប្រឆាំងរដ្ឋាភិបាលផងដែរក្រៅពីនេះបញ្ហានីតិរដ្ឋភាពនិងការរំលោភបំពាននៅតែបន្តកើតឡើងនៅកម្ពុជាប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតជឿជាក់ថាក្រសួងការបរទេសសហរដ្ឋអាមេរិកពិតជាបានរកឃើញការពិតមុននឹងហ៊ានចេញរបាយការណ៍បែបនេះលោកអំសំអាតក៏មិនជឿជាក់ដែរថាការលើកឡើងអំពីបញ្ហារដ្ឋបិទសិទ្ធិសេរីភាពនិងសិទ្ធិបញ្ចេញមតិព្រមទាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាដោយសហរដ្ឋអាមេរិកនៅពេលនេះថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះដែរព្រោះកម្ពុជាបានទទួលស្គាល់និងព្រមអនុវត្តតាមនៅអ្វីដែលមានចែងក្នុងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស
ឲ្យតែការលើកឡើងរបស់គេសិតតែជាការជិតធ្វើសេចក្នុងកម្ពុជាទេពីព្រោះបញ្ហាខ្លះយើងឃើញថាសហរដ្ឋអាមេរិកក៏នៅក្នុងភាគីមួយដែលផ្ដោតហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគេបានចែងយ៉ាងច្បាស់អំពីប្រព័ន្ធតុលាការឯករាជ្យត្រូវតែឯករាជ្យកម្ពុជាត្រូវតែទទួលស្គាល់នៅបទដ្ឋានអន្តរជាតិទាំងឡាយស្ដីអំពីសិទ្ធិមនុស្សហើយចែងនៅក្នុងរដ្ឋធម្មនុញ្ញ លោកអំសំអាតក៏សង្កេតឃើញថាបន្ទាប់ពីមានភាពចម្រូងចម្រាសនៅក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ2013មានការបង្ក្រាបបាតកម្មរបស់កម្មករនៅលើផ្លូវវែងស្រេងនិងនៅទីលានប្រជាធិបតេយ្យជាដើមហើយជាពិសេសករណីឃាតកម្មដ៏រំជើបរំជួលលើលោកបណ្ឌិតកែមលីជាអ្នកតែងតែរិះគន់រដ្ឋាភិបាលតាមរយៈបញ្ចេញមតិកាលពីឆ្នាំ2016នោះសិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំសិទ្ធិជួបជុំនិងសិទ្ធិបញ្ចេញមតិត្រូវបានគេសម្លឹងឃើញថាមានការរឹតបន្តឹងកាន់តែខ្លាំងនៅកម្ពុជាទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃទី1មីនាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបន្តវាយប្រហារខ្លាំងៗថាសហរដ្ឋអាមេរិកជាប្រទេសពូកែដែលឈ្លានពានប្រទេសជាច្រើនក្នុងនោះក៏មានកម្ពុជាដែលបានធ្វើឲ្យមនុស្សជាច្រើនជាពិសេសកុមារបានស្លាប់ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងគួរតែមានសម្លេងរួមមួយដើម្បីថ្កោលទោសចំពោះសហរដ្ឋអាមេរិកសម្រាប់សង្គមស៊ីវិលវិញមើលឃើញថាការរំលឹកអំពីរឿងប្រវត្តិសាស្ត្រមកប្រៀបធៀបជាមួយការរំលោភសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្នគឺមិនសមហេតុផលឡើយព្រោះរឿងពីរនេះកើតឡើងក្នុងកលៈទេសៈនិងរបបផ្សេងគ្នាលោកអំសំអាតលើកឡើងទៀតថាការគោះកោះកាយរឿងចាស់មករិះគន់បកទៅសហរដ្ឋអាមេរិកវិញមិនមែនជាផលចំណេញសម្រាប់កម្ពុជានោះទេផ្ទុយទៅវិញប្រសិនកម្ពុជាព្រមទទួលស្គាល់ចំណុចខ្វះខាតក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិបញ្ចេញមតិដែលត្រូវបានអន្តរជាតិរិះគន់កន្លងមកយកទៅអនុវត្តដើម្បីកែប្រែឲ្យប្រសើរឡើងវិញនៅពេលនោះកម្ពុជានឹងទទួលបានការលើកមុខលើកមាត់បន្ថែមទៀតលើឆាកអន្តរជាតិថាមានការជំរុញឲ្យរបបលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនិងការគោរពសិទ្ធិមនុស្សដំណើរការកាន់តែប្រសើរឡើងខ្ញុំរាជវិញ្ញូអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាំងពីខែកុម្ភៈនោះមកចាប់បានអ្នកពាក់ព័ន្ធជាង 2000 នាក់និងគ្រឿងញៀនជាង 20 គីឡូក៏ប៉ុន្តែចំពោះការចាប់ខ្លួនអ្នកពាក់ព័ន្ធនិងបទល្មើសផ្សេងៗទៀតមានការថយចុះបើធៀបនឹងការបង្ក្រាបកាលពីខែមករាកន្លងទៅលោកប្រាជ្ញរាយការណ៍ព័ត៌មាននេះមន្ត្រីជំនាញបង្ក្រាបគ្រឿងញៀននៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលរដ្ឋាភិបាលប្រកាសអនុវត្តលើកទី1ដែលចាប់ផ្ដើមពីដើមឆ្នាំ2017នេះអះអាងថាប្រសិនបើសកម្មភាពបង្ក្រាបគ្រឿងញៀននៅតែបន្តនិងមានការចូលរួមពីអ្នកពាក់ព័ន្ធនៅតែសកម្មដដែលនោះនឹងធ្វើឲ្យយុទ្ធនាការនេះទទួលបានជោគជ័យនិងអាចក្លាយជាប្រទេសគំរូសម្រាប់បណ្ដាប្រទេសនានានៃប្រទេសបង្ក្រាបគ្រឿងញៀនប៉ុន្តែមន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើររឿងនេះនៅតែសង្កេតឃើញថាឈ្មួញជួញដូរធំៗមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោសបាននៅឡើយទេអគ្គលេខាធិការនៃអាជ្ញាធរជាតិបង្ក្រាបគ្រឿងញៀនអ្នកឧត្តមសេនីយ៍មាសវិរិទ្ធឲ្យដឹងថាកាលពីថ្ងៃទី3ខែកុម្ភៈក្រុមការងារនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយលោកសខេងបានបូកសរុបផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខែកុម្ភៈក្រៅពីចាប់បានអ្នកពាក់ព័ន្ធជាង 2000 នាក់និងគ្រឿងញៀនជាង 20 គីឡូក្រាមលោកថាក្នុងនោះមានករណីបង្ក្រាបអ្នកដាំកញ្ឆានៅខេត្តតាកែវចាប់បានឈ្មួញជួញដូរធំដែលជាមន្ត្រីប៉ូលីសនៅខេត្តស្ទឹងត្រែងហើយក្រៅពីនេះចាប់បានគ្រឿងញៀនប្រភេទកូតេអ៊ីន 2 គីឡូក្រាមនិងប្រភេទមេតាំហ្វេតាមីនជាង 24,000 គ្រាប់មន្ត្រីជំនាញរូបនេះបន្តស្នើឲ្យអ្នកពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀននិងផ្តល់ព័ត៌មានមកមន្ត្រីជំនាញជៀសវាងការបង្កភាពងាយស្រួលដល់អ្នកជួញដូរនិងអ្នកប្រើប្រាស់គ្រឿងញៀនយ៉ាងណាក៏ដោយចុះកាលពីថ្ងៃទី2ខែមីនាលោកកឹមសុខាប្រធានគណៈបក្សសង្គ្រោះជាតិលើកឡើងថាសប្តាហ៍ថ្ងៃនេះគ្រឿងញៀនកំពុងចរាចរពេញផ្ទៃប្រទេសលោកថាបញ្ហានេះគឺធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ពលរដ្ឋសន្តិភាពយ៉ាងម៉េចក៏គ្រឿងញៀនពេញប្រទេសណានេះជាបញ្ហាបងប្អូនចឹងហើយបានគណៈបក្សសង្គ្រោះជាតិដាក់គោលនយោបាយអភិភាពគឺបញ្ហាសន្តិសុខពង្រឹងប្រសិទ្ធភាពលើកកម្ពស់ការងារនគរបាលដើម្បីឃុំសង្កាត់ប្រកបដោយសុវត្ថិភាពគ្មានគ្រឿងញៀននិងគ្មានអំពើហិង្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្លាប់បង្ហាញរបាយការណ៍ថាអ្នកប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសនៅឆ្នាំ2016កើនឡើងជាង 2,000 នាក់បើធៀបទៅនឹងឆ្នាំ2015តែទងរឿងនេះដែរអាជ្ញាធរពាក់ព័ន្ធបានបង្កើតមណ្ឌលបន្ថែមដើម្បីផ្ទុកអ្នកញៀនគ្រឿងញៀននិងបន្សាបគ្រឿងញៀនបន្ទាប់ពីចំនួនអ្នកប្រើប្រាស់បានកើនឡើងនៅតាមបណ្ដាខេត្តរាជធានីមួយចំនួន
ចំណែកតួលេខអ្នកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទូទាំងប្រទេសមានជាង 22,000 នាក់ដែលក្នុងនោះ 40% ជាអ្នកជាប់ឃុំពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀនប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោកយងកំឯងគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលហើយលោកទាមទារឲ្យយុទ្ធនាការនេះបន្តធ្វើតទៅទៀតប៉ុន្តែលោកលើកឡើងជាសំណួរថាតើពេលណាទើបចាប់បានឈ្មួញជួញដូរគ្រឿងញៀនធំៗយើងខ្ញុំថានៅមានឈ្មោះជួញដូរដែលធំទៀតបាទតែបើមិនចឹងទេគឺមិនមែនបានន័យថាការចែកចាយនឹងវាមានលក្ខណៈទលំទលាយយ៉ាងខ្លាំងរយៈពេលកន្លងមករហូតដល់ជនបទដល់អីទេបាទលោកយងកំឯងយល់ថាដើម្បីឲ្យការប្រយុទ្ធប្រឆាំងនេះទទួលបានលទ្ធផលកាន់តែល្អទាមទារប្រព័ន្ធផ្សព្វផ្សាយបន្ថែមការអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនបន្ថែមទៀតចំណែកសមត្ថកិច្ចថ្នាក់ក្រោមត្រូវផ្ដល់របាយការណ៍ពិតប្រាកដមកថ្នាក់លើជាងនេះទៅទៀតលោកយល់ថាប្រសិនតំបន់ណាពិបាកក្នុងការបង្ក្រាបគ្រឿងញៀនគួរតែមានដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងញៀននៅទីនោះតែម្ដងខ្ញុំប្រជាវ៉ាស៊ីសេរីភ្នំពេញបាឡូនៃនាងជាទីមេត្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ឲ្យដឹងថាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលស្ថិតនៅខាងក្រោយសារមន្ទីរជាតិនិងឈាងខាងជើងព្រះបរមរាជវាំងនោះនឹងក្លាយទៅជាទីតាំងដើម្បីពង្រីកសារមន្ទីរជាតិការលើកឡើងនេះបន្ទាប់ពីលោករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថារដ្ឋាភិបាលនឹងចំណាយប្រាក់ប្រមាណ$12 លានសហរដ្ឋអាមេរិកសម្រាប់ដំណើរការសាងសង់សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈថ្មីមួយលើផ្ទៃដី3ហិកតានៅតំបន់អភិវឌ្ឍជ្រោយចង្វាអ្នកស្រីខែសនងមានសេចក្តីរាយការណ៍ព័ត៌មាននេះមូលហេតុនៃការបដូរទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានវ័យ100ឆ្នាំនេះក្នុងគោលបំណងពង្រីកសារមន្ទីរជាតិដោយសារតែសារមន្ទីរពុំមានទីកន្លែងគ្រប់គ្រាន់ធ្វើឲ្យបដិមានិងវត្ថុបុរាណជាច្រើនមិនត្រូវបានដាក់តាំងបង្ហាញនាពេលកន្លងទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអ្នកស្រីភឿងសកុណាថ្លែងនៅថ្ងៃទី4ខែមីនាថាដោយសារតែសារមន្ទីរជាតិបច្ចុប្បន្នមានទំហំជាង1ហិកតាមានសភាពតូចចង្អៀតហើយបដិមានិងវត្ថុបុរាណជាច្រើននៅសេសសល់ត្រូវបានកោទុកតែក្នុងឃ្លាំងមិនបានតាំងបង្ហាញឡើយអ្នកស្រីបញ្ជាក់ថាខាងជំនាញវិស្វករកំពុងធ្វើការសិក្សាប្លង់មេនៅទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនៅតំបន់អភិវឌ្ឍជ្រោយចង្វាដែលនឹងត្រូវដំណើរការឲ្យបានមុនខែមេសានៅរដូវបុណ្យចូលឆ្នាំថ្មីមកដល់ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិលើកទី19នៅថ្ងៃទី3ខែមីនាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថាគម្រោងសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីសង់នៅលើផ្ទៃដីទំហំ4ហិកតានិងក្រុងចំណាយថវិកាប្រមាណ$12 លានសហរដ្ឋអាមេរិកក្នុងតំបន់អភិវឌ្ឍជ្រោយចង្វានិងកសាងមជ្ឈមណ្ឌលវប្បធម៌1ហិកតាផ្សេងទៀតនឹងត្រូវធ្វើឲ្យបានឆាប់រហ័សនៅអំឡុងរយៈពេល3ឆ្នាំទៅមុខដើម្បីជាការបណ្ដុះធនធានមនុស្សពង្រីកគុណភាពអប់រំផ្នែកវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀតលោកហ៊ុនសែនប្រកាសថានឹងពន្លឿនគម្រោងសាងសង់សាលាថ្មីនេះតាមរយៈការស្វែងរកជំនួយថវិកាពីព្រោះការសាងសង់នឹងមានអគារអន្តេវាសិកដ្ឋានរោងសៀកនិងអគារសិក្សាសិល្បៈខ្មែរផងខ្ញុំសង្ឃឹមថាខ្ញុំបានផ្ដល់មតិឥឡូវសំខាន់គឺការរៀបចំធ្វើយ៉ាងណាដើម្បីដំណើរការចេញដំណើរអាទឹកប្រាក់$12 លានសហរដ្ឋអាមេរិកនេះឲ្យបានឆាប់តាមដែលធ្វើទៅបានជាមួយនោះត្រូវឡើងជាគម្រោងយើងអាចមួយជំនាញម្ដងដើម្បីរុញគម្រោងនេះឲ្យទៅមុខខ្ញុំគិតថាមិត្តភ័ក្តិបរទេសមួយចំនួនអាចនឹងរួមចំណែកនៅក្នុងការកសាងខ្ញុំអាចនឹងទទួលបន្ទុកទៅលើបញ្ហានេះដែលសូមមិត្តភ័ក្តិបរទេសអគ្គរដ្ឋទូតបារាំងនៅទីនេះស្រាប់ហើយជួយយើងខ្ញុំនឹងធ្វើសាកលវិទ្យាល័យវិចិត្រសិល្បៈមួយឲ្យធំឲ្យស្អាតនៅក្នុងដំណាក់កាលនេះតកតងទៅនឹងគម្រោងបដូរទីតាំងថ្មីនេះនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោកសនជ័យមានទស្សនៈថាទីតាំងថ្មីនេះមានចម្ងាយផ្លូវឆ្ងាយពីចំណុចកណ្ដាលពីរាជធានីភ្នំពេញដែលគួរតែនៅក្បែរទីតាំងសំខាន់ៗនៅបណ្ដុំអគារអភិរក្សវប្បធម៌អរិយធម៌កិច្ចការសិល្បៈហ្នឹងគួរតែនៅជាប់ក្បែរព្រះបរមរាជវាំងតែជាការគិតគូរទុកមួយរបស់អ្នកអភិរក្សសិល្បៈតាំងពីដើមរៀងមកណាគេហៅថាជាទីកន្លែងមួយដែលចាំបាច់ទៅនៅគៀកកន្លែងដែលមានការអភិរក្សប្រហាក់ប្រហែលនេះជាការនៅជិតព្រះបរមរាជវាំងហ្នឹងតែម្ដងបានល្អព្រោះអីព្រះបរមរាជវាំងគឺជាទីកន្លែងដែលមានការ
ព័ន្ធជាមួយនឹងការអភិរក្សទាំងប្រពៃណីទម្លាប់ទម្លាប់ហើយនិងសិល្បៈដែលបន្តទុកតាំងពីដូនតាមកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដំបូងឡើយមានឈ្មោះថាសាលាភូមិន្ទសិល្បៈត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ1918ប៉ុន្តែត្រូវបានប្តូរឈ្មោះជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ1965គ្រឹះស្ថានមួយនេះមានផ្ទៃដីជាង2ហិកតាមានទីតាំងនៅខាងក្រោយសារមន្ទីរជាតិនិងខាងជើងព្រះបរមរាជវាំងដោយមានបណ្ដុះបណ្ដាលផ្នែកចម្លាក់បុរាណវិទ្យាស្ថាបត្យកម្មនិងនគររូបនីយវិទ្យាជាដើមរដ្ឋាភិបាលគ្រោងធ្វើខួប100ឆ្នាំនៃសាកលវិទ្យាល័យមួយនេះនៅថ្ងៃទី23ដល់ថ្ងៃទី25ខែមិនិនាខាងមុខចា៎នាងខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញបាទលោកនាងស្ដាប់ជាទីមេត្រីលោកនាងទើបតែបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទជួនច័ន្ទបុតពីរដ្ឋធានី Washington សូមអញ្ជើញលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ព័ត៌មានផ្សេងៗទៀតនៅពេលបន្តិចទៀតនេះលោកអ្នកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍មួយចំនួនទៀតស្ដីអំពីបរិវេណដីព្រៃកោងកាងរាប់ពាន់ហិកតានៅខេត្តព្រះសីហនុត្រូវគេបន្តរៀនកាន់កាប់និងធ្វើកម្មសិទ្ធិឯកជនសហគមន៍នៅខេត្តស្ទឹងត្រែងយកផ្លែដូងផលិតជាវត្ថុអនុស្សាវរីយ៍ឈ្មួញប្រមូលទិញគ្រាប់ស្វាយចន្ទីត្អូញត្អែពីការខាតបង់ប្រាក់ដោយសារប្រមូលផលពុំសូវបាននៅឆ្នាំនេះហើយនៅចុងក្រោយនៃកម្មវិធីផ្សាយរបស់យើងខ្ញុំគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការផ្សាយរបស់យើងខ្ញុំដែលមានជាបន្តទៅទៀតដូចតទៅសេចក្តីរាយការណ៍ពិស្ដាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមនិងប្រជានេសាទខេត្តព្រះសីហនុបន្តព្រួយបារម្ភពីដីព្រៃលិចទឹកឬព្រៃកោងកាងដែលជាជម្រកត្រីសមុទ្របន្តពូជកំពុងត្រូវគេបំផ្លាញរានដីធ្វើកម្មសិទ្ធិឯកជននៅលើតំបន់ដីព្រៃលិចទឹកមានវិសាលភាពរាប់ពាន់ហិកតានាមូលដ្ឋានឃុំទឹកថ្លាស្រុកព្រៃនប់ការព្រួយបារម្ភនេះបានកើតឡើងជាថ្មីទៀតព្រោះរាល់ថ្ងៃនេះមានរថយន្តដឹកដីធំៗនិងគ្រឿងចាក់ជាច្រើនគ្រឿងបានដឹកដីចាក់លុបតំបន់ព្រៃកោងកាងទៅនោះដោយគ្មានអាជ្ញាធរទប់ស្កាត់ទេលោកដានយុធារាយការណ៍ព័ត៌មាននេះមន្ត្រីសង្គមស៊ីវិលនិងប្រជាពលរដ្ឋមានរបរជាអ្នកនេសាទសមុទ្រខេត្តព្រះសីហនុអះអាងថាដីព្រៃលិចទឹកឬព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជរាប់ពាន់ហិកតាមានទីតាំងនៅឃុំទឹកថ្លាស្រុកព្រៃនប់និងត្រូវបំផ្លាញរលាយហិនហោចអ្នកសម្របសម្រួលសមាគមអាត60ប្រចាំខេត្តព្រះសីហនុអ្នកស្រីជាតិសុធារីសំណូមពរដល់ថ្នាក់ដឹកនាំនៅតាមក្រសួងពាក់ព័ន្ធពិសេសលោកនាយរដ្ឋមន្ត្រីហ៊ុនសែនជួយមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលព្រោះរាល់ថ្ងៃនេះមានរថយន្តដឹកដីធុនធំជាច្រើនគ្រឿងបានសម្រុកដឹកដីចាក់លុបព្រៃលិចទឹកនៅភូមិព្រែកទាល់យ៉ាងអនាធិបតេយ្យនិងគ្មានអាជ្ញាធរទប់ស្កាត់ទេអ្នកស្រីសុធារីក៏ស្នើដល់លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់លោកជាសភារានិងលោកវេសខុនរដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ជួយបញ្ជូនមន្ត្រីស្អាតស្អំចុះពិនិត្យសកម្មភាពចាក់ដីលុបព្រៃលិចទឹកឬព្រៃកោងកាងរាប់ពាន់ហិកតានៅមូលដ្ឋានឃុំទឹកថ្លាដើម្បីសង្គ្រោះជំរកត្រីសមុទ្របន្តពូជនាមូលដ្ឋាននេះឲ្យបានគង់វង្សនៅពេលដែលយើងឃើញថាមានបទល្មើសព្រមទាំងកាត់ឡើងអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីតុលាការបានសហការគ្នាធ្វើយ៉ាងសកម្មចុះហេតុអីបានជាបទល្មើសរំលោភយកដីសាធារណៈរបស់រដ្ឋដែលជាសកម្មភាពមួយចង់និយាយថាវាអត់មានសកម្មភាពនឹងវាបិទបាំងទេការដឹកដីដឹកអីវាក៏ខុសទៅព្រៀងភ្នែកសាធារណជនទាំងនៅតំបន់កើតហេតុក្តីទាំងអ្នកធ្វើដំណើរតាមទីផ្លូវសាធារណៈសុទ្ធឃើញសកម្មភាពនឹងអស់វាមិនអាចបិទបាំងបានទេចុះហេតុអីបានជាមន្ត្រីជំនាញនឹងជនដែលប្រព្រឹត្តបទល្មើសនឹងអត់មានខ្លាចងើបច្បាប់អីបន្តិចអ្នកស្រីសុធារីបន្តថារាល់ថ្ងៃនេះឈ្មួញនិងមន្ត្រីមានអំណាចមួយចំនួនបានបន្តមានមហិច្ឆតារំលោភដីបរិវេណព្រៃលិចទឹកនៅតាមតំបន់ឆ្នេរមួយចំនួននៃខេត្តព្រះសីហនុរំលោភយកធ្វើកម្មសិទ្ធិឯកជនតាមរយៈរូបភាពស្របច្បាប់និងខុសច្បាប់ព្រោះមានមន្ត្រីស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រះសីហនុខ្លះបានជួយសម្រួលឈានដល់ផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬប្លង់ប្រព័ន្ធជូនបុគ្គលឯកជនមួយចំនួននោះថែមទៀតមន្ត្រីសមាគមអាត60អ្នកស្រីសុធារីចាត់ទុកសកម្មភាពរបស់ឈ្មួញ
បន្តដឹកដីចាក់លុកព្រៃកោងកាងអាណាធិបតេយ្យដោយគ្មានមន្ត្រីពីស្ថាប័នពាក់ព័ន្ធចុះហាមឃាត់គឺបានអនុវត្តផ្ទុយឬផ្កើនទៅនឹងបទបញ្ជារបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនដែលដាក់ឲ្យមន្ត្រីក្រមអាវ៉ាតមានក្រសួងដែនដីនិងក្រសួងកសិកម្មព្រមទាំងថ្នាក់ដឹកនាំខេត្តជាប់សមុទ្រទាំង4មានខេត្តព្រះសីហនុជាដើមឲ្យថែរក្សាការពារព្រៃលិចទឹកឬព្រៃកោងកាងឲ្យបានគង់វង្សអ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តព្រះសីហនុលោកបួនរិទ្ធក៏បង្ហាញការហួសចិត្តកាលបើឃើញសកម្មភាពរបស់ឈ្មួញឬមន្ត្រីមានអំណាចខ្លះបានចាក់លុបព្រៃកោងកាងដែលមានដើមដុះល្អនិងមានកម្ពស់ 4-5 ម៉ែត្រនៅឃុំទឹកថ្លាប៉ុន្តែបែរជាមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុនិងអាជ្ញាធរមូលដ្ឋានខ្លះបានខុបខិតគ្នាបំផ្លាញព្រៃលិចទឹកចោលទេអ្នកឃ្លាំមើលសង្គមរូបនេះបញ្ចេញទស្សនៈថាព្រៃកោងកាងជាជំរកត្រីសមុទ្របន្តពូជមិនគួរមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធជួយសម្រួលឯកសារច្បាប់ឬអនុញ្ញាតច្បាប់ជូនបុគ្គលឯកជនឬក្រុមហ៊ុនឲ្យមកបំផ្លាញធនធានធម្មជាតិនៅលើដីព្រៃលិចទឹកឲ្យរលាយហិនហោចនោះទេយ៉ាងហើយខ្ញុំសំណូមពរដល់រដ្ឋមន្ត្រីក្រសួងកសិកម្មអាយដាមវៃសខុនក៏ដូចជារដ្ឋមន្ត្រីក្រសួងបរិស្ថានសូមលោកមេត្តាចាត់បញ្ជូនអ្នកជំនាញការឬក៏ក្រុមអធិការកិច្ចមកត្រួតពិនិត្យលើការអនុវត្តនៅសេចក្តីប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រីនេះផងបាទបើមិនអញ្ចឹងទេគឺដីព្រៃកោងកាងដីបឹងបួរដីឆ្នេរអីផ្សេងៗហ្នឹងគឺនឹងត្រូវគេរំលោភបំពាននិងកាប់បំផ្លាញព្រៃលិចទឹកហ្នឹងធ្វើឲ្យវិនាសហិនហោចសាបសូន្យជាមិនខានបាទមន្ត្រីអង្គការលីកាដូលោកបួនរិទ្ធស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាលឲ្យកោះអញ្ជើញមន្ត្រីជាប់ពាក់ព័ន្ធក្នុងការចេញប្លង់កម្មសិទ្ធិឬអនុញ្ញាតច្បាប់ទៅឲ្យបុគ្គលឯកជនទៅលើដីតំបន់ព្រៃលិចទឹកជាជំរកត្រីសមុទ្របន្តពូជដើម្បីឈានដល់ផ្ដន់ទាទោសតាមច្បាប់បើរកឃើញកំហុសឆ្គងនៃខណ្ឌរដ្ឋបាលជលផលកំពង់សោមលោកណេនចម្រើនមានប្រសាសន៍ថាទើបទទួលបានព័ត៌មាននៃសកម្មភាពចាក់លុបដីព្រៃកោងកាងនាមូលដ្ឋានភូមិព្រែកទាល់ឃុំទឹកថ្លានិងដឹកនាំកម្លាំងជំនាញចុះពិនិត្យជាក់ស្ដែងដល់ទីតាំងមានសកម្មភាពប្រើគ្រឿងចាក់លុបព្រៃកោងកាងដើម្បីរាយការណ៍ជូនថ្នាក់លើជួយមានវិធានការបន្តខ្ញុំទៅមើលសិនគេថាមានច្បាប់ម្ដងថានៅស្រុកម្ដងថានៅឃុំហ្នឹងណាអភិបាលស្រុកព្រៃនប់លោកទិតវិធីថ្លែងតាមទូរស័ព្ទថាមិនទាន់ទទួលបានព័ត៌មាននៃសកម្មភាពចាក់ដីលុបព្រៃកោងកាងមានទីតាំងនៅភូមិព្រែកទាល់ឃុំទឹកថ្លាត្រូវបុគ្គលរូបណាឬមានឈ្មោះអ្វីជាអ្នកដឹកដីចាក់លុបព្រៃកោងកាងនេះទេដោយនិយាយខ្លីថានឹងសួរនាំទៅអាជ្ញាធរឃុំឲ្យបានច្បាស់ជាមុនសិនទើបសូមផ្ដល់ព័ត៌មានជាក្រោយលោកនាយរដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី13ខែមិថុនាឆ្នាំ2016តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនលោកជាសភារារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីលើករណីរបាយការណ៍ស្តីពីស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជាដោយផ្ដល់មតិសំខាន់ទៅលើចំណុចទី2គឺនិរាករឬដកហូតបានកម្មសិទ្ធិការកាប់អចលនវត្ថុវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនិងលិខិតបញ្ជាក់ការកាប់ដីរបស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសន្និយោដីនិងអាជ្ញាធរដែនដីខេត្តជាប់សមុទ្រទាំង4មានខេត្តកំពតខេត្តកែបខេត្តព្រះសីហនុនិងខេត្តកោះកុងដែលមានការពាក់ព័ន្ធដីព្រៃកោងកាងខ្ញុំដែរនាយកជាអាស៊ីសេរីពីឃុំទឹកថ្លាខេត្តព្រះសីហនុប្រធានសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវនៅខេត្តស្ទឹងត្រែងអំពាវនាវឲ្យសាធារណជនគាំទ្រសម្ភារៈប្រើប្រាស់បែបប្រពៃណីខ្មែរដែលផលិតពីផ្លែដូងដើម្បីកាត់បន្ថយការបោះចោលជាកាកសំណល់សម្រាមនិងលើកកម្ពស់បរិស្ថានសហគមន៍បានយកជំរាកឈើនិងផ្លែដូងទុំដែលគេបោះចោលតាមទីសាធារណៈទៅផលិតជាវត្ថុមានប្រយោជន៍ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់មនុស្សសូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះរបស់លោកម៉ែនសុធី
ប្រធានសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវនៅខេត្តស្ទឹងត្រែងដែលផ្ដាំកំណត់យកផ្លែដូងទុំដែលគេច្រើនបោះចោលជាសម្រាមមកផលិតជាសម្ភារៈបែបប្រពៃណីសម្រាប់ប្រើប្រាស់ក្នុងសហគមន៍និងលក់ចេញក្រៅជាពិសេសដើម្បីត្រៀមតាំងលក់នៅពិធីបុណ្យទន្លេដែលនឹងប្រារព្ធនៅចុងខែមីនាខាងមុខនៅខេត្តស្ទឹងត្រែងសម្ភារៈដែលសហគមន៍ផលិតមានដូចជាប៉ាន់តែពែងនិមិត្តសញ្ញាខេត្តស្ទឹងត្រែងនិងចម្លាក់ព្រះកេសព្រំរចនាបថខ្មែរប្រធានសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវគឺលោកឡុងលីប៉ូរៀបរាប់នៅថ្ងៃទី1មីនាថាលោកបានផ្ដាំកំណត់ការច្នៃសម្រាមឲ្យទៅជាវត្ថុមានតម្លៃនិងជួយកាត់បន្ថយការបោះចោលសម្រាមនៅទីសាធារណៈជាពិសេសដើម្បីរកចំណូលផ្គត់ផ្គង់ការសិក្សារបស់សហគមន៍ផងលោកថាបើទោះបីជាការផលិតមានភាពសាមញ្ញបន្តិចមែនដោយសារតែទម្រង់ផ្លែដូងខុសគ្នាដូច្នេះក្រុមផលិតត្រូវធ្វើតាមទម្រង់ផ្លែដូងធម្មជាតិផ្សេងៗគ្នាសម្រាមពីវាពីកាលដោយគ្មានការគ្រប់គ្រងត្រឹមត្រូវដែលប៉ះពាល់ដល់បញ្ហាបរិស្ថាននេះហើយបងគិតថានឹងគិតរកគំនិតទីមួយដើម្បីកែច្នៃសម្រាមទាំងអស់ហ្នឹងឲ្យคล้ายទៅជារបស់មានប្រយោជន៍ហើយជួយកាត់បន្ថយការបោះចោលផងគំនិតនឹងកើតឡើងដោយឯងហើយអត់ដែលបានទាន់ឃើញអ្នកណាធ្វើទេពីមុនមកមិនដែលឃើញធ្វើទៅដំបូងក៏វាមិនស្អាតទេតែក្រោយមកចេះតែមានកំណត់កែច្នៃថាធ្វើដៃយ៉ាងម៉េចធ្វើចំពោះយ៉ាងម៉េចធ្វើអីទៅហើយស្អាតហើយលឿនជាងមុនពីមុនធ្វើយឺតណាស់ណាសូម្បីតែមួយហ្នឹងមួយថ្ងៃធ្វើអត់បានផងលោកឡុងលីប៉ូបន្ថែមថាសហគមន៍ចាប់ផ្ដើមផលិតសម្ភារៈប្រើប្រាស់ទាំងនោះបានជាង3ខែមកហើយក្នុងនោះកុមារក្រីក្រមកសិក្សានៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវបានជួយបេះផ្លែដូងខាត់និងសម្អាតសម្ភារៈលោកថាជនជាតិអូទ្រីសចូលនិវត្តន៍បានឧបត្ថម្ភម៉ាស៊ីនផលិតសម្ភារៈទាំងនេះលោកបញ្ជាក់ថាតាមការគ្រោងទុកសម្ភារៈដែលផលិតបានមួយផ្នែកសម្រាប់ទ្រទ្រង់ថ្លៃចំណាយរដ្ឋបាលរបស់សិស្សនៅសហគមន៍លោកបន្ថែមថាបើទោះបីជាផលិតផលដែលសហគមន៍ផលិតបានគ្មានទីផ្សារគាំទ្រផលិតក្តីក៏សហគមន៍រីករាយនឹងបង្កើតវាឡើងដើម្បីប្រែក្លាយសម្រាមឲ្យទៅជាវត្ថុមានប្រយោជន៍បម្រើឲ្យតម្រូវការរបស់មនុស្សការធ្វើហ្នឹងគឺដោយការម៉ត់ចាត់ណាអូនមិនមែនធ្វើស្រួលទេតាំងពីយើងឡើងបេះដូងដល់កាត់សបកដូងហើយយើងវាហើយយើងខួងយកសាច់ដូងចេញហើយត្រូវការហាលវារយៈពេល 3-4 ថ្ងៃដើម្បីឲ្យវាជាប់កុំឲ្យវាប្រេះហើយយើងបានរៀបចំខាត់ទាំងអស់ហ្នឹងហើយយើងធ្វើចពួយទៀតចពួយធ្វើពីឈើសុទ្ធប៉ាន់តែមួយនិងពេងតែមួយឈុតសម្រាប់លក់ក្នុងតម្លៃ $40,000 ឬ$10 អាមេរិកហើយរូបនិមិត្តសញ្ញាខេត្តស្ទឹងត្រែងមួយលក់តម្លៃ$10ចំណែករូបចម្លាក់ព្រះកេសព្រំសហគមន៍លក់មួយតម្លៃ$40លោកឡុងលីប៉ូគឺជាស្ថាបនិកបង្កើតសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវតាំងពីឆ្នាំ2006ហើយលោកបានចំណាយធនធានផ្ទាល់ខ្លួនត្រួតត្រងសហគមន៍នេះឲ្យបដិសន្ធិឡើងរយៈពេល3ឆ្នាំរហូតដល់ឆ្នាំ2009មានអង្គការ Children Planet មានប្រភពពីប្រទេសអូទ្រីសបានផ្ដល់ជំនួយបន្ថែមឲ្យសហគមន៍ដំណើរការដល់សព្វថ្ងៃសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវមានបេសកកម្មផ្ដោតសំខាន់បណ្ដុះបណ្ដាលកុមារក្រីក្រនិងកុមារកំព្រាឲ្យមានឱកាសទទួលបានការអប់រំភាសាអង់គ្លេសមិនគិតថ្លៃព្រមទាំងផ្ដល់អាហារពេលព្រឹកនិងថ្ងៃត្រង់ដល់កុមារអង្គការ Children Planet មានប្រភពពីប្រទេសអូទ្រីសបានផ្ដល់ជំនួយដល់សហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវក្នុងមួយឆ្នាំ$50,000ហើយប្រាក់ទាំងនោះសម្រាប់ទ្រទ្រង់ប្រាក់ខែគ្រូបង្រៀនផ្គត់ផ្គង់សម្ភារៈសិក្សាផ្ដល់អាហារហូបចុកដល់កុមារជាដើមយុវសិស្សដែលកំពុងសិក្សានៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវលោកហេងលីហុងឲ្យដឹងនៅថ្ងៃទី1មីនាថាសហគមន៍បានជំរុញឲ្យកុមារនៅមូលដ្ឋានខិតខំរៀនសូត្រនិងឧបត្ថម្ភសម្ភារៈសិក្សាផ្ដល់ការសិក្សាដោយមិនគិតថ្លៃព្រមទាំងផ្ដល់អាហារពេលព្រឹកនិងថ្ងៃត្រង់ផងហើយពេលទំនេរលោកតែងតែមកជួយការងារសហគមន៍ដូចជាសម្អាតបរិស្ថានជួយដុសខាត់សម្ភារៈសហគមន៍និងបេះផ្លែដូងតែខ្ញុំចង់មករៀននៅទីនេះព្រោះជីវភាពគ្រួសារខ្ញុំមានការលំបាកហើយខ្ញុំនេះនឹងរៀនឲ្យបានធ្វើការងារសមរម្យដើម្បីជួយជីវភាពគ្រួសាររបស់ខ្ញុំបច្ចុប្បន្នសិស្សដែលសិក្សានៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវមានចំនួន250នាក់និងមានគ្រូបង្រៀន5នាក់ហើយសិស្សភាគច្រើនជាកុមារកំព្រានិងជាកុមារក្រីក្រយុវសិស្សទាំងនោះមួយចំនួនមកពីស្រុកថ្លាបូរវត្តនិងក្រុងស្ទឹងត្រែងគ្រូបង្រៀននៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវអ្នកស្រីសឿងធីតាក៏សម្គាល់ថាកុមារក្រីក្រនិងកុមារកំព្រានៅជនបទគឺជាអ្នកប្រឈមខ្លាំងមិនសូវមានឱកាសទទួលបានការបណ្ដុះបណ្ដាលក្រៅម៉ោងរដ្ឋនោះទេដោយសារជីវភាពខ្វះខាតបញ្ហានេះសហគមន៍មានទិសដៅផ្ដល់ឱកាសឲ្យពួកគេទទួលបានការសិក្សាភាសាអង់គ្លេសមិនគិតថ្លៃដើម្បីរួមចំណែកពង្រឹងធនធានមនុស្សនិងអភិវឌ្ឍវិស័យអប់រំជាមួយរដ្ឋាភិបាលសំខាន់យើងចង់ជួយទៅលើកុមារគាត់ក្រីក្រដែលគាត់ពុំមានលទ្ធភាពរៀននៅសាលាឯកជន
ហើយយើងផ្ដោតសំខាន់ទៅលើភាសាអង់គ្លេសអញ្ចឹងក្មេងដែលមករៀនគាត់រៀនមិនចាំបាច់បង់ប្រាក់ទេហើយយើងមានអាហារពេលព្រឹកពេលថ្ងៃសម្រាប់គាត់ទៀតបច្ចុប្បន្នសហគមន៍ពុំទាន់ទទួលបានប្រាក់ចំណូលដោយការលក់សម្ភារៈទាំងនោះជាដុំកំភួនឡើយដោយសារតែគ្មានទីផ្សារហើយសហគមន៍អាចផលិតប៉ាន់តែចាប់ពី3ប៉ាន់ដល់5ប៉ាន់ក្នុងមួយថ្ងៃខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងលោកអ្នកនាងជាទីមេត្រីឥឡូវនេះអាស៊ីសេរីបានពង្រីកការផ្សាយដោយមានបន្ថែមកម្មវិធីទូរទស្សន៍តាមបណ្ដាញសង្គម Facebook និង YouTube ផងដែរកម្មវិធីទូរទស្សន៍អាស៊ីសេរីនេះផ្សាយផ្ទាល់ពីរដ្ឋធានី Washington ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង 8:35 នាទីដល់ម៉ោង 9:05 នាទីយប់ម៉ោងនៅប្រទេសកម្ពុជាលោកអ្នកនាងអាចទស្សនាការផ្សាយទូរទស្សន៍ផ្ទាល់នេះដោយចូលទៅកាន់ទំព័រ Facebook របស់អាស៊ីសេរីដែលមានអាសយដ្ឋាន www.facebook.com/rfa Cambodia និង YouTube www.youtube.com/rfa Khmer Videoបាទលោកនាងជាទីមេត្រីគ្រាប់ស្វាយចន្ទទីឆ្នាំនេះមានតម្លៃខ្ពស់ក៏ប៉ុន្តែបែរជាផ្ដល់ផលតិចបំផុតដែលមិនធ្លាប់កើតមានជាច្រើនឆ្នាំកន្លងទៅនេះក្រុមអាជីវករខ្លះដែលប្រមូលទិញផ្ទាល់ពីកសិករត្រូវខាតបង់ប្រាក់ច្រើនដោយសារចំណាយប្រាក់ប្រមូលទិញពីម្ចាស់ចម្ការដែលជារបៀបម៉ៅទាំងចម្ការចាប់ពីដំណាំស្វាយចន្ទទីចេញផ្កាក៏ប៉ុន្តែទីបំផុតដល់រដូវប្រមូលផលមិនមានគ្រាប់ស្វាយចន្ទទីច្រើននោះទេសូមអញ្ជើញលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះរបស់លោករដ្ឋាវិសាលកសិករនិងអាជីវករនៅខេត្តរតនគិរីចាត់ទុករដូវប្រមូលផលគ្រាប់ស្វាយចន្ទទីឆ្នាំនេះថាជាឆ្នាំអាក្រក់បំផុតដែលចំការស្វាយចន្ទទីភាគច្រើនផ្ដល់ផលតិចតួចធ្វើឲ្យកសិករនិងអ្នកប្រមូលទិញខាតបង់ប្រាក់ចំណូលច្រើនមិនធ្លាប់មានកន្លងទៅនេះមិនទាន់មានការសិក្សាជាក់លាក់ពីក្រមជំនាញកសិកម្មពីមូលហេតុដែលដំណាំស្វាយចន្ទទីផ្ដល់ផលតិចនៅឡើយក៏ប៉ុន្តែកសិករមួយចំនួនមិនទោសទៅលើការប្រែប្រួលអាកាសធាតុថាជាកត្តានាំឲ្យដំណាំកសិកម្មមួយនេះមិនផ្ដល់ផលកសិករមានចំការស្វាយចន្ទទីជាង6ហិកតានៅឃុំតាអងស្រុកគុនមុំលោកម៉ាត់ស្មានបង្ហាញភាពអស់សង្ឃឹមខណៈផ្កាស្វាយចន្ទទីក្រៀមស្វិតជ្រុះចេញពីតងមិនមានផ្លែផ្ដល់គ្រាប់ដូចឆ្នាំមុនលោកសន្និដ្ឋានដោយសាររដូវភ្លៀងអូសបន្លាយពេលយូររហូតដល់រដូវចន្ទទីចេញផ្កាហេតុនេះទើបផ្កាចន្ទទីក្រៀមស្វិតជ្រុះនៅពេលរដូវធ្លាក់ខ្យល់មកដល់ស្វាយចន្ទទីខូចអស់ឆ្នាំហ្នឹងប្រហែលថ្ងៃប្រហែលថាកន្លះខែជាអត់មានទឹកតាមអីផងខ្យល់ខ្លាំងងាប់ផ្កាអស់រាល់ឆ្នាំតែអញ្ចឹងទេរាល់ឆ្នាំអត់អញ្ចឹងទេវាផ្លែដែរវាផ្លែគូសំឆ្នាំទៅនឹងចំការស្វាយចន្ទទីគឺជាដំណាំយុទ្ធសាស្ត្រមួយក្នុងចំណោមដំណាំកសិឧស្សាហកម្មសំខាន់ដូចជាដំឡូងមីម្រេចនិងកៅស៊ូដែលកសិករនិយមដាំច្រើនជាងគេនៅខេត្តរតនគិរីកសិកររស់នៅឃុំអូជុំលោកជុសាវ៉ាតក៏សម្គាល់ថាមកទល់នឹងខែមីនាដែលជារដូវផ្ដល់ផលគ្រាប់ស្វាយចន្ទទីពេញលេញក៏ប៉ុន្តែនៅស្ទើរគ្រប់ចំការម្ចាស់ដំណាំនេះធ្លាក់ទឹកចិត្តនិងអស់សង្ឃឹមដោយសារត្រូវខាត់បង់ប្រាក់កក់ឬប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនលោកបន្តថាអ្នកម៉ៅទិញដំណាំខ្លះ
ត្រូវរត់ចោលចំការស្វាយចន្ទីដោយសារគ្មានប្រាក់សងម្ចាស់ចំការដែលខ្លួនបានកក់ប្រាក់ប្រមូលទិញគ្រាប់ស្វាយចន្ទីឆ្នាំនេះផ្លែដែរវាក្រាប់ទៅបែបបងទៅមិនបងក៏សុបាយចិត្តដែរដល់វាខានយើងហើយឆ្នាំនេះអន់យើងខ្ញុំទៅហើយឆ្នាំនេះគ្រាប់ស្វាយចន្ទី1គីឡូក្រាមក្រុមអាជីវករប្រមូលទិញក្នុងតម្លៃជាង 8,000 រៀលជាតម្លៃខ្ពស់បំផុតប្រៀបធៀបឆ្នាំកន្លងទៅគ្រាប់ស្វាយចន្ទីអាជីវករទទួលទិញតម្លៃត្រឹមជាង 5,000 រៀលតែប៉ុណ្ណោះអាជីវករប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្រុងបានលុងខេត្តរតនគិរីអ្នកស្រីលីធីវីនិយាយដោយអស់សំណើចខណៈបរិមាណប្រមូលទិញធ្លាក់ចុះខ្លាំងស្ទើរគ្មានគ្រាប់ស្វាយចន្ទីទិញចូលសម្រាប់ទីផ្សារនាំចេញអ្នកស្រីប្រៀបធៀបថាឆ្នាំនេះមួយថ្ងៃប្រមូលទិញបានជាង1តោនគឺជាបរិមាណតិចបំផុតប្រៀបធៀបឆ្នាំកន្លងទៅអ្នកស្រីអាចទិញបានប្រមាណ60ទៅ70តោនក្នុងមួយថ្ងៃមួយថ្ងៃរាល់ឆ្នាំមួយថ្ងៃទិញបាន2ឡាន1ឡាន2ឡានរហូត2ឡាន60តោន1ឡាន30តោនថ្ងៃបាន1តោនជាង1តោនជាង7-8គីឡូចាមានណាបើមួយទិញម្នាក់បាន4-5 បេតួលេខរបស់មន្ទីរកសិកម្មខេត្តរតនគិរីឆ្នាំ2016ចំការស្វាយចន្ទីដែលកសិករដាំមានចំនួនជិត 30,000 ហិកតាផ្ដល់ទិន្នផលជាមធ្យមក្នុងមួយឆ្នាំជាង 8,000 តោនប្រធានមន្ទីរកសិកម្មខេត្តរតនគិរីលោកសោយសុណាទទួលស្គាល់ថាបាតុភូតអាកាសធាតុឆ្នាំនេះត្រជាក់និងមានខ្យល់កន្ត្រាក់យូរគឺជាហេតុផលសំខាន់ដែលមន្ត្រីកសិកម្មសន្និដ្ឋានថាផ្កាចន្ទីក្រៀមស្វិតហើយជ្រុះលោកក៏សម្គាល់ថាពីដើមរដូវស្វាយចន្ទីចេញផ្កាច្រើនក៏ប៉ុន្តែទំនងគ្មានទឹកសន្សើមទើបផ្កានោះមិនដុះលូតលាស់ខ្ញុំកំពុងតែឲ្យតើតើនឹងជំនាញចុះមកសិក្សាថែមទៀតតើតើនឹងវាលក្ខណៈបច្ចេកទេសទៀតតើមានពាក់ព័ន្ធអីខ្លះអញ្ចឹងណាបើយកផ្កាវាទៅពិសោធន៍មើលក្នុងឡបទៅលោកមានអីទៀតខ្យល់ក្តៅខ្ញុំទៅក្តៅហ្នឹងចាក់ពេកក៏បានដែរក្តៅពេកអត់ទឹកក៏យ៉ាប់ដែរសរីរឿងគ្នានេះដែរអតីតមន្ត្រីអង្គការសេដាក់លោកខៀវរិទ្ធីទទួលស្គាល់ដែរថាការប្រែប្រួលអាកាសធាតុគឺជាមូលហេតុមួយដែលធ្វើឲ្យផលគ្រាប់ស្វាយចន្ទីថយចុះលើសពីនោះទៀតការមិនប្រើប្រាស់ជីរបស់កសិករនៅខេត្តនេះក៏ជាកត្តាធ្វើដំណាំនេះមិនផ្ដល់ផលដូចគ្នាលោកថាកសិករគួរប្តូរទម្លាប់ប្រើប្រាស់ជីធម្មជាតិដែលផលិតជាលក្ខណៈគ្រួសារដើម្បីជួយចិញ្ចឹមជីវជាតិដើមចន្ទីដែលមានអាយុចាស់ឆ្នាំជីកំប៉ុងរបស់យើងវារលាយយឺតបើមិនគាត់អាចធ្វើជីទឹកមានពពួកដូចជាស្លឹកប្រាំងខែតការចំណប់ផ្ទះបាយដូចមានសបកផ្លែឈើឬក៏ត្រីក្បាលអីគាត់ប្រាំទៅគាត់អាចស្រោចទៅតាមរឿយចុងស្លឹកហ្នឹងដែលយើងថាកាត់ចង្អុលហ្នឹងក៏ជួយបានច្រើនដែរហ្នឹងក្រៅពីដំណាំស្វាយចន្ទីនៅខេត្តរតនគិរីកសិករខ្មែរនិងជនជាតិដើមភាគតិចដាំដំណាំដំឡូងមានលើផ្ទៃដីជាង 14,000 ហិកតាផ្ដល់ទិន្នផលដំឡូងស្ងួតជាមធ្យមក្នុងមួយឆ្នាំជាង 10,000 តោនដំណាំសណ្តែកសៀងមានផ្ទៃដីជាង 4,000 ហិកតាផ្ដល់ទិន្នផលជាមធ្យមក្នុងមួយឆ្នាំជាង 4,000 តោននិងដំណាំកៅស៊ូរួមមានចំការកៅស៊ូក្រុមហ៊ុននិងចំការកៅស៊ូគ្រួសារមានជាង 67,000 ហិកតាដោយឡែកដំណាំស្វាយចន្ទីកសិករខ្លះដាំតាំងពីឆ្នាំ 1999 រហូតបច្ចុប្បន្នមានអាយុជិត 20 ឆ្នាំក៏ប៉ុន្តែកសិករមិនដែលប្រើប្រាស់ជីថែបំពន់ដើមចន្ទីទាំងនោះទេខ្ញុំរដ្ឋាវិសាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីបាទជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានបញ្ចប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីរាត្រីថ្ងៃទី4ខែមីនាម្សិលមិញត្រូវបានសារព័ត៌មាន Fresh News អះអាងថាបានទទួលស្គាល់សំឡេងនៃកិច្ចសន្ទនាតាមទូរស័ព្ទមួយដែលលោកបញ្ជាក់ថាលោកបាននិយាយជាមួយលោកកឹមសុខាប្រធានគណៈបកសង្គ្រោះជាតិការផ្សាយរបស់ Fresh News ថាលោកហ៊ុនសែនទទួលស្គាល់សំឡេងរបស់លោកនេះក្រោយពេលដែលសារព័ត៌មាននេះបានផ្សាយបន្តនៅសំឡេងកិច្ចសន្ទនាឆ្លើយឆ្លងរវាងមេដឹកនាំគណៈបកទាំងពីររួចមកអ្នកប្រើប្រាស់ Facebook ដែលមានឈ្មោះថាហ៊ុនសែនបានអធិប្បាយឬ comment លើទំព័រ Facebook របស់ Fresh News ថាលោកបានទទួលស្គាល់សំឡេងនិងខ្លឹមសារនៃកិច្ចសន្ទនានោះក៏ប៉ុន្តែលោកបញ្ជាក់ថាត្រង់លោកកឹមសុខាមិនទទួលស្គាល់ឬទទួលស្គាល់គឺជាសិទ្ធិរបស់លោកកឹមសុខាអ្នកប្រើប្រាស់ Facebook ដែលមានឈ្មោះលោកហ៊ុនសែននោះបន្ថែមទៀតថាលោកបាននិយាយឆ្លើយឆ្លងជាមួយលោកកឹមសុខាតាមទូរស័ព្ទជាច្រើនលើកនិងឆ្លើយឆ្លងតាមបណ្ដាញមួយទៀតឈ្មោះ WhatsApp ជាច្រើនដង
ទោះជាយ៉ាងណាក៏ដោយក៏ម្ចាស់ account ឈ្មោះហ៊ុនសែននោះមិនបានបញ្ជាក់ថានរណាជាអ្នកលួចថតសម្លេងឡើយដោយគ្រាន់តែបញ្ជាក់ថាភ្ញាក់ផ្អើលចំពោះម្ចាស់ page ឈ្មោះសីហាដែលមានសមត្ថភាពលួចស្ដាប់កិច្ចសន្ទនារវាងលោកនិងលោកកឹមសុខាលោកបន្តថាលោកធ្លាប់ដឹងថាមានតែចារកម្មអាមេរិកទេដែលបានលួចស្ដាប់មេដឹកនាំអាល្លឺម៉ង់និងអឺរ៉ុបមួយចំនួនទៀតទោះជាយ៉ាងណាក៏ដោយម្ចាស់ page ឈ្មោះលោកហ៊ុនសែននោះមិនបានមានប្រសាសន៍ថាលោកនឹងមានវិធានការយ៉ាងណាចំពោះការលេចចេញនៃសម្លេងកិច្ចសន្ទនានោះទេនៅក្នុងខ្សែអត្ថថតកិច្ចសន្ទនានោះសម្លេងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនឮច្បាស់ដូចជាថតចេញពីមាត់ផ្ទាល់រីឯសម្លេងរបស់លោកកឹមសុខាមិនសូវឮច្បាស់ហាក់ថតចេញពីទូរស័ព្ទការបញ្ចេញកិច្ចសន្ទនារវាងមេដឹកនាំគណៈបកទាំងពីរនេះគឺកើតឡើងមួយថ្ងៃក្រោយពេលដែលមានការបែកចេញនៅសារឆ្លើយឆ្លងដែលគេអះអាងថាធ្វើឡើងរវាងលោកកឹមសុខានិងតំណាងរាស្ត្រគណៈបកប្រឆាំងជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់លោកហ៊ុនសែនជុំវិញតំណែងប្រធានគណៈបកសង្គ្រោះជាតិការបែកចេញនៅសម្លេងកិច្ចសន្ទនានេះក៏បានធ្វើឡើងបន្ទាប់ពីលោកសំរងស៊ីបានផ្ញើសារអេឡិចត្រូនិកមួយបន្តពីអ្នកបញ្ជូនទៅលោកម្នាក់ទៅឲ្យអ្នកសារព័ត៌មានបញ្ចេញនូវកិច្ចសន្ទនាជាសារតាមទូរស័ព្ទរវាងកូនប្រុសលោកហ៊ុនសែនភរិយាលោកហ៊ុនសែននិងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតអាស៊ីសេរីពេលនេះកំពុងព្យាយាមតាក់ទងភាគីពាក់ព័ន្ធដទៃទៀតដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃសម្លេងកិច្ចសន្ទនាដែលបែកធ្លាយនេះអាស៊ីសេរីនឹងសូមអធិប្បាយពីលោកហ៊ុនសែននិងលោកកឹមសុខាដើម្បីបកស្រាយជុំវិញករណីនេះពីខេត្តព្រះសីហនុឯនោះវិញមន្ទីរពេទ្យបង្អែកខេត្តបើកពិនិត្យព្យាបាលជំងឺភ្នែកជូនពលរដ្ឋមិនគិតថ្លៃរយៈពេល2ថ្ងៃដើម្បីអបអរទិវាបុណ្យសិទ្ធិនារី8មីនានិងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅទទួលសេវានេះឲ្យទាន់ពេលវេលាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបានកត់សម្គាល់ថាក្រោយរដ្ឋាភិបាលធ្វើកំណែទម្រង់វិស័យសុខាភិបាលមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែងបង្កើតឲ្យមានកម្មវិធីមនុស្សធម៌បើកកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋខ្វះលទ្ធភាពព្យាបាលជំងឺនិងពលរដ្ឋក្រីក្រជាបន្តបន្ទាប់បាទលោកអ្នកនាងជាទីមេត្រីសកម្មជនគណៈបកសង្គ្រោះជាតិឃុំស្រយងស្រុកបារាយខេត្តកំពង់ធំចោទប្រកាន់មន្ត្រីគណៈបកនេះថាជ្រើសរើសបេក្ខជនឃុំគ្មានតម្លាភាពនិងមិនបានគោរពតាមនីតិវិធីផ្ទៃក្នុងឡើយបន្ថែមពីនេះថែមទាំងបានចោទប្រកាន់ថាមានបកពួកនិយមថែមទៀតផងប្រធានប្រតិបត្តិស្រុកបារាយបានច្រានចោលការចោទប្រកាន់នេះនិងលើកឡើងថាការតវ៉ារបស់បេក្ខជនរូបនោះគឺមានអ្នកនៅពីក្រោយខ្នងថែមទៀតផងបាទតកតងនឹងការបោះឆ្នោតនេះដែរមន្ត្រីគណៈបកសង្គ្រោះជាតិប្រចាំខេត្តរតនគិរីបារម្ភពីការរៀបចំឯកសារមិនគ្រប់គ្រាន់ខណៈការចុះបញ្ជីឈ្មោះបេក្ខជនចូលឈ្មោះបោះឆ្នោតបានចំនួនតិចនៅឡើយនៅពេលកាលបរិច្ឆេទនៃការចុះបញ្ជីឈ្មោះដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាន់តែខិតដល់ថ្ងៃបញ្ចប់លោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរបស់ VTV អាស៊ីសេរីជាភាសាខ្មែរសម្រាប់ព្រឹកថ្ងៃអាទិត្យនេះចាប់តែប៉ុណ្ណេះមុននឹងគោរពលាខ្ញុំបាទសូមអរគុណលោកស្រីអ្នកនាងកញ្ញាទាំងអស់ដែលគាំទ្រការផ្សាយរបស់យើងខ្ញុំបាទជួនច័ន្ទបុត្រព្រមទាំងក្រុមការងារអាស៊ីសេរីទាំងអស់សូមជូនពរលោកអ្នកនាងកញ្ញាព្រមទាំងក្រុមគ្រួសារនិងញាតិសន្តានឲ្យទទួលបាននូវសុភមង្គលក្នុងគ្រួសារនិងមានសុវត្ថិភាពរាល់ការធ្វើដំណើរទាំងឡាយរបស់លោកអ្នកខ្ញុំបាទសូមជម្រាបលាតែត្រឹមនេះអរុនសួស្តីវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ short wave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅប្រទេសកម្ពុជាលោកអ្នកនាងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 11850 kHz ស្មើនឹងកម្ពស់ 25 ម៉ែត្រពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 11750 kHz ស្មើនឹងកម្ពស់ 26 ម៉ែត្រលោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់ VTV អាស៊ីសេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.rfa.org/ ខ្មែរនិងស្ដាប់តាមការផ្សាយបន្តរបស់ VTV FM មួយចំនួនដូចតទៅ VTV ស្ទឹងខៀវ FM 98.70 នៅខេត្តបាត់ដំបងនិង FM 88.30 នៅខេត្តបន្ទាយមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10វិទ្យុកំពង់ចាម FM 99.70 MHz នៅខេត្តកំពង់ចាមដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 8 ដល់ម៉ោង 9
វិទ្យុសំឡេងកូនខ្មែរ FM 88.70 MHz នៅខេត្តកំពតដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10 វិទ្យុស្ត្រី FM 102 MHz នៅភ្នំពេញនៅខេត្តស្វាយរៀងកំពង់ចាមនិងនៅខេត្តកំពង់ធំដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 កន្លះដល់ម៉ោង 11 កន្លះវិទ្យុសំបុកឃ្មុំ FM 105 MHz នៅពេលព្រឹកចាប់ពីម៉ោង 6 ដល់ម៉ោង 7 និងពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះវិទ្យុ FM 90 MHz នៅភ្នំពេញវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងវិទ្យុស្ទឹងសែន FM 88.5 MHz នៅខេត្តកំពង់ធំនិងវិទ្យុគិរីដងរែក FM 90.25 MHz នៅខេត្តឧត្តរមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 7 កន្លះនិងពេលយប់ចាប់ពីម៉ោង 9 កន្លះដល់ម៉ោង 10 កន្លះវិទ្យុអង្គររដ្ឋា FM 95.5 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះក្រៅពីនេះលោកអ្នកនាងក៏អាចអាននិងទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីលើទូរស័ព្ទដៃរបស់លោកអ្នកនាងផ្ទាល់សូមលោកអ្នកនាងចូលទៅកាន់បណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa cambodia និង YouTube www